ជាសតកម្មគោក៏ដូចជាសស្ដីទៅកាន់មិត្តរួមក្រុមទាំងអស់គ្នាថ្ងៃហ្នឹងក្រុមខ្ញុំទៅឡើងមកនិយាយអំពី WebSocket ចូលទៅដល់ចំណុចទី1យើងថាយកអំពី WebSocket overview ខ្ញុំលើកទៅដល់តាណា real world មកនិយាយដែលថាវា relative ទាក់ទងទៅនឹង WebSocket ដូចគ្នាដែរហើយឥឡូវចាប់តាមចូលទៅដល់ចំណុចរបស់ខ្ញុំមកទៅការចាប់ដៃអាចត្រូវបានកំណត់ថាជានិមិត្តរូបនៃការស្វាគមន៍ការអបអរសាទរការប្រំពៃឬក៏ការលាគ្នានៅក្នុង Computer Science ការផ្ដល់សញ្ញាទំនាក់ទំនងរវាង Computer ពីរគឺជាដំណើរការដែលធានាថា Server ដំណើរការក្នុងពេលតែមួយជាមួយនឹង Client ការផ្ដល់សញ្ញាទំនាក់ទំនងរវាង Computer ពីរគឺត្រូវបានគេស្គាល់ថាជា WebSocket Protocol ចំណុចបន្ទាប់យើងនិយាយទៅទៅនឹង WebSocket definition WebSocket ត្រូវបានគេស្គាល់ថាជាទំនាក់ទំនងរវាង servers ហើយនិង clients ដែលមានន័យថាទាំងពីរភាគីអាចទាក់ទងនិងផ្លាស់ប្ដូរទិន្នន័យនៅក្នុងពេលដូចគ្នាចំណុចសំខាន់នៃ WebSocket ហ្នឹងគឺការដំណើរការស្របគ្នានិងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តដែលបណ្ដាលឲ្យ web application វាមានភាពបត់បែននិងសម្បូរបែបDefinition of WebSocket Protocol ត្រូវបានកំណត់ថាជាទំនាក់ទំនងដែលមានលក្ខណៈ full duplex ចេញពីចំណុចចាប់ផ្ដើម WebSocket ត្រូវបានបន្តនាំយកនៅមុខងារយ៉ាងសម្បូរបែបផ្ដល់ទៅឲ្យ web browsers វាបង្ហាញពីដំណើរការដែល client និង server ធ្វើការក្នុងពេលតែមួយលក្ខណៈពិសេសនៃ WebSocket មានដូចជា WebSocket Protocol គឺស្ថិតកម្រិតស្តង់ដារដែលមានន័យថាទំនាក់ទំនងរវាង Web servers និង client អាចពឹងផ្អែកទៅលើ protocol ទាំងនេះបានWebSocket គឺធ្វើការ transform ដោយធ្វើការឆ្លងកាត់នៅ platform standard សម្រាប់ real time communication រវាង client និង server standard នេះវាជាប្រភេទ application ថ្មីតាមរយៈការឆ្លងកាត់នៅ real time web application អាចមានដំណើរការលឿនដោយមានជំនួយពី technology អត្ថប្រយោជន៍ធំបំផុតនៃ WebSocket គឺវាបានផ្ដល់មកនូវ two-way communication full duplex តាមរយៈការតភ្ជាប់ TCP តែមួយចំពោះ URL ក្រុម HTTP នៅក្នុង schema មានដូចជា HTTP និង HTTPS នៅក្នុង WebSocket Protocol លក្ខណៈស្តីមួយរបស់ schema ត្រូវបានកំណត់នៅក្នុង URL patternចំពោះ browser support WebSocket Protocol ដែលជាប្រើប្រាស់ចុងក្រោយបំផុតនឹងត្រូវបានគេស្គាល់ថាជា RFC 6455ត្រូវបានគេស្គាល់ក្នុងកម្រិត standard របស់ WebSocket RFC 6455នឹងត្រូវបាន support ដោយ browser ផ្សេងៗជា Internet Explorer Mozilla Firefox Google Chrome Safari និង Operaជាដំបូងជំរាបសួរលោកគ្រូខ្ញុំពីហួរឡើងបកស្រាយទៅបន្ទាប់ដែលនិយាយអំពី WebSocket ប្រៀបធៀបទៅនឹង HTTP ចំពោះស្លាយហ្នឹងគឺនិយាយអំពី HTTP ជាវិធីការស្តង់ដារសម្រាប់ការទំនាក់ទំនងតាមអ៊ីនធឺណិតហើយ WebSocket ហ្នឹងអនុញ្ញាតឲ្យមានការទំនាក់ទំនងពីផ្លូវជាក់ស្ដែងក្នុងពេលពិតរវាងម៉ាស៊ីនមេនិងម៉ាស៊ីនភ្ញៀវហើយមួយទៀតគឺកម្មវិធីទូទៅប្រើ HTTP ហ្នឹងសម្រាប់ទិដ្ឋាន័យធម្មតានឹងប្រើ WebSocket សម្រាប់មុខងារពេលពិតចឹងហើយមួយទៀត WebSocket ហ្នឹងចាប់ដើមពីសំណា HTTP ដើម្បីសួរថាម៉ាស៊ីនមេហ្នឹងវាអាចប្រើ WebSocket បានទេហើយចុងក្រោយគឺប្រសិនបើម៉ាស៊ីនមេហ្នឹងយល់ព្រមការតភ្ជាប់នឹងត្រូវបានបំលែងជាការតភ្ជាប់ WebSocket ការនេះហៅថា opening handshake ចំពោះ slide បន្ទាប់គឺនិយាយអំពីWebSocket ដំណើរការដូច WebSocket ហ្នឹងចាប់ដើមជាសំណាយ HTTP 1ហើយ client ស្នើសុំធ្វើ handshake ហ្នឹងជាមួយម៉ាស៊ីនមេបើសិនបើម៉ាស៊ីនមេហ្នឹងយល់ព្រមទំនាក់ទំនងនឹងត្រូវបានបំលែងទៅជាការតភ្ជាប់ WebSocket បន្ទាប់មកទាំងពីរអាចផ្ញើនិងទទួលបានទិដ្ឋាន័យគ្មានការបង្ខំជាបន្តចំពោះ slide មួយទៀតគឺនិយាយអំពី
ចូលស្លាយបន្ទាប់គឺនិយាយពីការស្នើសុំ request resume និយាយពីការនៅពេលដែល client ត្រូវបានធ្វើការបច្ចុប្បន្នហើយទំព័រប្រកាសឬ API បែបសំណើឆ្លើយឬខ្ញុំនិយាយចឹងកំផែងចាទី2គឺហើយចំពោះ slide បន្ទាប់គឺនិយាយអំពីweb socket ហ្នឹងល្អសម្រាប់កម្មវិធីដែលត្រូវការបច្ចុប្បន្នភាពភ្លាមនឹងទំនាក់ទំនងនៅពេលទៅវិញទៅមកវាខ្លាំងនឹងការប្រៀបធៀបរវាង web socket ល្អជាង HTTP ទេចំពោះ web socket ហ្នឹងមិនចាំបាច់ល្អជាង HTTP ទេពួកវាមានគោលបំណងប្រើប្រាស់ខុសគ្នា HTTP ហ្នឹងគឺវិធីសាស្ត្រ request response ដែលសមស្របសម្រាប់កម្មវិធីបែបបុរាណមួយដែល client ត្រូវការទិន្នន័យតិចតួចពី server ខណៈពេលដែល web socket ហ្នឹងល្អសម្រាប់កម្មវិធីដែលត្រូវការទិន្នន័យប្រកបដោយដែលមានប្រសិទ្ធភាពសម្រាប់ទិន្នន័យបច្ចុប្បន្នភាពទេវាត្រូវការដូចជា polling និង long polling web socket ហ្នឹងដោះស្រាយបញ្ហានេះដោយសារដោយកាត់បន្ថយការចំណាយធនធានដោយសារការតភ្ជាប់ឲ្យបើកជានិច្ចនឹងអាចធ្វើទំនាក់ទំនងតែបច្ចុប្បន្នភាព real time ចំពោះ slide ខ្ញុំអស់គ្រូចាប់អាហ្នឹងតែតបខ្ញុំចូលទៅខ្ញុំបន្តបាទជម្រាបសួរគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំឡើងបកស្រាយចំណុចបន្ទាប់គឺ security and authentication ហើយ 3.1 securing WebSocket connection ទី1ភាពខុសគ្នារវាង WS:/ and WSS:/ ភាពខុសគ្នារវាង protocol និង security WS:/ វា unsecure WebSocket protocol ដែលវាមានលក្ខណៈជា plain text ហើយ WSS:/ វា secure WebSocket protocol ដោយ encrypt with TLS និង SSL ហើយភាពខុសគ្នារវាង port WS:/ វាប្រើជាមួយ port 80 HTTP ហើយ WS:/ វាប្រើជាមួយ port 443 HTTPS ចំពោះ use case WS:/ វាស័ក្តិសមជាមួយ local testing environment ហើយ WSS វា prevent eavesdropping and tampering ហើយចំណុចទី2 how WS// encrypt data WSS WebSocket secure វាប្រើប្រាស់ TSL SSL encryption to secure the connection between client ហើយនិង server ហើយវាមានលក្ខណៈជា end-to-end encryption all data header ហើយនិង message
គឺ encrypt នៅពេលដែលក្នុងពេលដែល transmission ហើយវា work similar to HTTPS but for WebSocket communication ហេតុអ្វីវាសំខាន់ព្រោះ without encryption attacker អាចនឹង intercept and read WebSocket message ហើយមកដល់ចំណុចទី 3 roll up TLS និង ASL in WebSocket security 3 key of role 1 encryption វាការពារពី third party from reading data 2 authentication វា validate the server identity via ASL certificate 3 data integrity ensure data isn't altered and intrinsic មិនបានវាសំខាន់ណាព្រោះអីបើ without TSL WebSocket connection are vulnerable to MITM attack, data leak and spoofing មកដល់ចំណុច 3.2 គឺ authentication method 1 JWT ពាក្យពេញវា JSON Web Token ហើយមិន how it work ដំបូង user login តមក server give assign token តមក client send it to each request ហើយគុណសម្បត្តិរបស់វា stateless scalable fast ចំពោះគុណវិបត្តិ token size JW key can larger than other authentication method which can increase network traffic and decrease performance ហើយវាប្រើសម្រាប់ API mobile web app ចំណុចទី 2 គឺ OAuth 2.0 so how it works we let user log in with third party account like Google and Facebook so flow របស់វា redirect to provider តមកទៅ log in តមកទៀត get token ហើយ access user data ចំពោះគុណសម្បត្តិរបស់វាគឺវា secure វា no password sharing ហើយគុណវិបត្តិវា more complex វាប្រើសម្រាប់social login third party app access ចំពោះចំណុចខ្ញុំមានតែប៉ុណ្ណឹងជាដំបូងជម្រាបសួរលោកគ្រូហើយសួស្តីអ្នកនរគ្នាដល់ចំណុចខ្ញុំនិយាយពីចំណុចទី 4 និយាយពី real time application WebSocket គឺជាគំនិតនៃ application ដែលយើង require real time ហើយនឹងការទំនាក់ទំនងរវាងlow latency and high efficiency ដែលនិយាយពីល្បឿនយឺតហើយនឹងលឿនទី 1 message ហើយនឹង chat application ទី 2 ការ collaborate គ្នាហើយនឹងប្រើវិធី tool ទី 3 និយាយពី financial and trading platform ទី 4 យើងនិយាយពី client notification and status update ទី 5 streaming media and application ទី 6 និយាយពី online game and multiplayer game ទី 7 load and real time monitoring system ទី 8 customer support and help chat ហើយយើងរកចំណុចមួយទៀតយើងនិយាយអំពីអត្ថប្រយោជន៍នៃ WebSocket ដែលវាបានជាផ្នែកមួយដែលយើងបង្កើត real time ហ្នឹងសម្រាប់ chat application ហើយ WebSocket ហ្នឹងបានprovide នៅអត្ថប្រយោជន៍ជាច្រើនសម្រាប់ការ technician ដូចជាការ polling ហើយនឹង long polling ទី 1 កាត់បន្ថយ server loading ហ្នឹងហើយទី 2 network traffic ហើយទី 3 និយាយអំពី efficient resource ដែលយើងបានប្រើប្រាស់វាហ្នឹងហើយទី 4 real time ហើយ two way ជាមួយនឹងការទំនាក់ទំនងហើយទី 5 scalability
for live user base ហើយទី6 better battery life for mobile device អាហ្នឹងយើងចង់បាននិយាយថាថ្មនៃ device ហ្នឹងវាបានយូរហើយ ឥឡូវយើងចូលទៅដល់ចំណុច performance and optimization ការអនុវត្ត WebSocket នឹងជាធម្មតាត្រូវបានវាយតម្លៃដោយការប្រើប្រាស់នៅភាពយឺតយ៉ាវនិងការបញ្ជូននៃការតភ្ជាប់ latency គឺសំដៅទៅលើពេលវេលាដែលវាត្រូវការសម្រាប់ទិន្នន័យដែលត្រូវបានបញ្ជូនពី client ទៅកាន់ server និងត្រឡប់មកវិញខណៈពេលដែលបញ្ជូនទិន្នន័យវាស់បរិមាណទិន្នន័យដែលបានបញ្ជូននៅក្នុងពេលវេលាជាលក្ខណៈមួយស្ថិរភាពនៃការតភ្ជាប់វាយតម្លៃថាតើការភ្ជាប់ WebSocket នៅតែសកម្មនឹងអាចទៅជិតបានកម្រិតណាចំណុចបន្ទាប់គឺទាក់ទងទៅនឹង WebSocket performance metric what is WebSocket performance metric វាគឺជាការផ្ដោតទៅលើការរំវាស់ប្រសិទ្ធភាពនិងការជឿជាក់នៃពេលវេលាជាក់ស្ដែងនិងការទំនាក់ទំនងmetric សំខាន់រួមមានដូចជាពេលវេលាបង្កើតការតភ្ជាប់ភាពយឺតយ៉ាវពេលវេលាត្រូវបានប្រើសម្រាប់ទិន្នន័យនៅក្នុងការធ្វើដំណើររវាង client និង server ពេលវេលាបញ្ជូនសារនិងការបញ្ជូនចំណុចទិន្នន័យដែលបានផ្ទេរក្នុងមួយឯកតានៃពេលវេលានិងអត្រាកំហុសការត្រួតពិនិត្យទាំងនេះជួយកំណត់បញ្ហាចក្ខុចូលនៃការតភ្ជាប់ភាពយឺតយ៉ាវខ្ពស់និងការបាត់បង់សារនិងធ្វើឲ្យខូចមុខងារទាំងមូលឥឡូវខ្ញុំមកឡើងបកស្រាយចំណុចបន្ទាប់ចំពោះ impact របស់វា low latency real time responsive high latency like laggy user experience how to measure use time spam message ping and pong monitor using tool like Wireshark custom log ឬក៏ APMចំណុចបន្ទាប់គឺ throughput definition របស់វា the volume of data transmit successfully per second factor that affect throughput មានដូចជា message size message frequency network bandwidth server processing power ហើយចំពោះ impact របស់វា high throughput គឺវា more efficient data delivery ហើយចំពោះ low throughput វា potential bottleneck and in high load scenario measurement tool performance testing tool as an example Apache JMeter with WebSocket plug-in server side log or monitoring dashboard ដល់ចំណុចខ្ញុំតទៀតនិយាយពី handle high traffic and WebSocket connection limit ហើយđấyបានជាយើងត្រូវការ high traffic នៅក្នុងកន្លែងហ្នឹងនៅពេលដែលយើងមាន traffic ហ្នឹងច្រើនឬក៏ 1000 ឬក៏ million user connect នៅលើ socket ហ្នឹងទី1វា connect ដោយការបើកហើយនឹង consume system ហ្នឹងសម្រាប់ resource របស់វាហើយទី2 server អាច hit SLA level ឬក៏ application ហ្នឹងមាន level limit ហើយទី3 message វាបានផ្ញើសារអាចនឹង slow ឬក៏វា down ហើយ fall ទៅតាមហ្នឹងហើយ goal របស់យើងនិយាយអំពីការ design system ហ្នឹងវាមានភាព efficiently manage ហើយ scale ហើយ roll cover វាហើយនឹងការ traffic យើងហ្នឹងដើរបានល្អ
nơi theo cho mình giảm bị tiếp tục từ năng use asynchronous hours. What is it? Because channel blocking event trace hours handle many connections efficiently. Why it effective? One server thread can handle thousands of clients. Use less memory and CPU than traditional multi-thread servers. Example: Node.js, Go, Python. TP nghĩa là load balancing. What is it? Distribute WebSocket connect across multiple servers. Why it's effective? Prevents any one server from being overloaded. Ensure better availability and performance. Tool engine have proxies, AWS application, load balancer. Use sticky seasons if your app needs to remember user states. Tiếp đến như horizontal scaling with PubSub. What is it? Run multiple WebSocket servers and share message between them. Why is effective? Allows you to scale out, not just up. Keep all users in sync, no matter which server they connected to. Tool: Redis, PubSub, fast and simple. Kafka, great for big scale messaging. RabbitMQ, NAS, flexible message broadcast. Type 1 Tone operating system limits. What it is? Increase system level limits on open connections. Why it's effective? Avoids too many open files arrays. Supports high concurrency. Settings to change file descript limit on 10,000 connect setting. WebSocket solution for scalability. AWS API Gateway WebSocket. What it is? A full managed WebSocket service. Why use it? No server setup. Automatically scales. Integrates with Lambda, DynamoDB, etc. Best for serverless apps or quick setups. Engine as load balancer and proxy for WebSockets. What is it? A popular reverse proxy and load balancers that can be configured to support and scale WebSocket connections. Why use it? Load balance WebSocket traffic. ASL termination. ASL termination refers to the process of decrypting encrypted traffic before passing it along to a web server. Can route based on URL or IP. Best for custom WebSocket infrastructure. Cloudflare WebSocket Gateway. What it is? A global edge network that supports WebSockets. Why use it? Global delivers low latency DDoS protection, safeguards online service from distributed denial of service DDoS attacks by employing techniques like traffic filtering and rate limiting to ensure legitimate users can access service without interruption. No need to manage infrastructure, but for apps needing fast global reach. Kubernetes plus Ingress plus services. Why use it? Autoscales WebSocket ports works with Ingress engine for traffic routing, but for microservice and container-based apps.
How WebSockets are used in live notifications and alerts. Real-time updates WebSockets push notifications instantly without polling. Efficient resource usage. Reduce server load, bandwidth, and battery consumption. Low latency notifications are delivered as soon as an event occurs. Scalable supports large numbers of concurrent users with a single connection. ជំនួសសូមជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះរ៉ាំនីហើយចំណុចរបស់ខ្ញុំគឺចំណុចទី8 Research Tool for Testing WebSocket Connection ទី1គឺយើងចូលទៅ Browser Developer Tool ហើយទី1យក Chrome Dev Tool តមក Open Dev Tool ដោយប្រើ F12 ឬក៏ right click ហើយ inspect វាហើយ go to Network tab filter by WS to show only WebSocket connection. Click on a WebSocket connection to see header connection setup, messages, frame send, receive, timing information. TP Firefox Dev Tool. Open Dev Tool by click F12 or right click, then inspect. Navigate to the network tab, filter by WS. Select a WebSocket connection to examine frame and connection detail. Then dedicated WebSocket testing tool ទី1គឺយើងប្រើ Postman ដោយកើត request ថ្មីហើយ changing request type to WebSocket request enter WebSocket URL ដែលប្រើ WS ឬក៏ WSS connect and send receive messaging in real time share request for regression testing ទី2 WebSocket King simple desktop client for WebSocket testing connect to WebSocket server send custom messages and view responses support for custom header and protocol ទី3 WSCat command line ទៀត command line គឺ install npm install -g wscat តមក connect wscat -c ws-example.com socket web server send message directly from terminal good for automation and scripted testing monitoring WebSocket traffic server side monitoring ទី1 login implementation add detail login add connection event connection establishment message receipt sending connection closure error connection state tracking track active connection monitor connection duration set up alert for unusual pattern many quick disconnectទី2 performance metric message throughput message second message size distribution connection count server resource utilization 8.1 monitoring and debugging WebSocket traffic ទី1 browser developer tool តមក inspecting WebSocket connection ហើយ open your browser developer tool ដោយប្រើប្រាស់ Chrome ឬក៏ Edge Microsoft Edge ដោយ press S12 ឬក៏ right click ហើយ inspect វា Firefox press S12 and right click inspect element Safari enable developer menu in preferences advanced then right click inspect element ទី2 navigate to the network tab ទី3 filter for WebSocket connection in Chrome ឬក៏ Microsoft Edge type WS in the filter box Firefox click on the WS button
In summary, look under the type column for WebSocket. And 4. Analysis the connection. Click on the WebSocket connection to view detail. Examine the handshake request and response headers. Check for error code for status message. Monitoring WebSocket message. The more view messages panel. After selecting a WebSocket connection, navigate to the message tab. Then they show all send and receive message in chronological order. The more messages are typically color coded, outgoing and incoming. TP message analysis. The more inspect message content, format, and timing. Then look for error or unexpected message format. Check for proper message sequencing. 8.2 console login for debugging នេះគឺជាកូដក្នុងការ implement comprehensive login to track WebSocket lifecycle event ចូលទៅដល់ចំណុចទី 3 8.3 គឺ identify command error code 1000 no more closure 1001 going away 1006 abnormal closure and 11 internal error 12 service restart 13 try again error and ចំណុច 8.4 specialized WebSocket debugging tool WebSocket testing tool មានដូចជា Postman support WebSocket connection for testing WebSocket King dedicated WebSocket client for manual testing WSCat command line tool for WebSocket testing ដែលយើងប្រើប្រាស់ script ដូចជា npm install -g wscat ជាដើម server side monitoring 8.4 WebSocket application testing checklist connection establishment test verify successful connection establishment test connection with correct authentication token and credential test connection with invalid identification token or credential verify proper error handling for failed connection attempt test connection through different network conditions good poor unstable test connection through proxies and firewall verify secure WebSocket connection WSS with valid SSL certificate test connection timeout handling test connection from different browser and devices basic communication test verify server can send message to client verify client can send message to server confirm message delivery order is preserved test message encoding or decoding by using JSON or binary 8.4 WebSocket application testing checklist ដែរ verify message format consistency test handling of multiple messages test message size limit ជា small medium large payload ជាដើម test Unicode and special character handling message តមក test connection management test test reconnection after network interruption verify heartbeat mechanism keep connection alive test connection close from client side test connection close from server side verify proper handling of abrupt disconnection test connection test reconnection backup strategy verify state synchronization after reconnection test session disruption and after temporary disconnection performance and scalability test measure connection establishment time measure message round trip time latency test with high message frequency test with concurrent connection
verify server performance under load, measure memory usage during extended connection period, test with sustain high traffic, verify connection stability over extended period. Error handling test, test handling of specific web socket error code, verify error login and reporting, test recovery from server error, verify grateful degradation when web sockets are not supported, test fallback mechanism, log pooling, verify error message clear usefulness, test handling of repeated connection failure, and security tests, verify token-based authentication work correctly, test connection expiration and renewal, verify proper authentication authorization for specific mistake tag, test rate limiting for connection attempt, test rate limiting for message sending, verify secure data transmission, no sensitive attack in plain text, test cross-origin request handling, test input validation for message content, verify protection agent command WebSocket vulnerabilities, browser and device compatibility, test on Chrome, Firefox, Safari, or Microsoft Edge, test on iOS devices, test on Android device, test on desktop and mobile view, verify compatibility with other browser version, test behavior when browser tab is inactive, test behavior when device goes to sleep or wake up, verify performance on load and devices, business logic test, verify all application-specific mistake tab work correctly, test is expected server response to client action, verify real-time update appear correctly in UI, test multi-user interaction, scenario, verify data consistency across multiple clients, test application specific timeout scenario, verify notification and alert are delivered correctly, test message queuing and delivering guarantees, monitoring and observability. Verify connection metric collected correctly, test alerting for connection issue, verify message metric recorded accurately, test login for connection bicycle event, verify error tracking capture web socket specific issue, test performance monitoring tool with WebSocket traffic, verify diagnostic capability in production environment, deployment and operation tests, test connection handling during server update, verify load balancer configuration with WebSocket, test behavior during server scaling event, verify connection persistent across server restart, test server downtime, deployment procedure, verify proper cleanup of resources on connections close, test disaster recovery procedure. ចុងក្រោយគឺ specific user scenario គឺ test initialize page load and automatic connection, verify behavior when user navigate between pages, test behavior when user log out, verify reconnection when user return to application, test multiple tab behavior same user multiple connection, verify mobile specific scenario ដូចជា app switching background mode, test behavior during poor connectivity situation ដល់ចំណុចទី9គឺ implementation and protocol setup. What is socket.io? Socket.io is the library for real-time communication between the browser and server. Step to set up and install. ទី1គឺ front end ដែលយើងប្រើប្រាស់ React.js ហើយ back end យើងប្រើ Node.js ជាមួយនឹង Express ហើយនឹង web
socket.io ចំពោះការ set up server side នេះគឺជាកូដក្នុងការ connect ពី back end ទៅ front end ហើយចំពោះការ set up React client គឺយើងធ្វើការជាមួយនឹង server side នៅក្នុង React client ដែលយើងត្រូវការ run script ដូចខាងក្រោមគឺ npm install socket.io client ហើយនេះគឺជាកូដរបស់ React.js ក្នុងការដំណើរការជាមួយនឹង Node.js ជាមួយនឹង backend ហើយចុងក្រោយ benefit នៃការប្រើ socket.io ហ្នឹងគឺ ងាយស្រួល integrate with React automatic reconnection back behind firewall with fallback event based messaging អញ្ចឹងចំណុច present ចុងក្រោយរបស់ខ្ញុំគឺមានប៉ុណ្ណឹងសូមអរគុណលោកគ្រូនិងអរគុណអ្នកនរគ្នា